អំពីប្រទេសកម្ពុជាយើងដែលផលិតដោយក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខែមករាឆ្នាំ1979ហើយនឹងឯកសារកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិអំពីប្រទេសកម្ពុជាដែរប្រទេសកម្ពុជារងការឈ្លានពានពីប្រទេសវៀតណាមហើយនឹងតាមច្បាប់អង្គការជាតិតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិបាទណាខ្ញុំបានបកប្រែជាភាសាខ្មែរបដាដែរបាទព្រោះនេះជាឯកសារអំពីប្រវត្តិសាស្ត្ររបស់ប្រទេសយើងបាទតាមពិតតាមបណ្ដឹងរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យគឺខ្មែរក្រហមក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានប្រជុំគ្នាបាទនៅថ្ងៃទី11គឺថ្ងៃ3មករាឆ្នាំ1979ខ្មែរក្រហមប្តឹងទៅក្រមប្រឹក្សាសន្តិសុខសុំឲ្យប្រជុំជាបន្ទាន់ព្រោះមានការឈ្លានពានប្រទេសកម្ពុជាបាទក្រមប្រឹក្សាសន្តិសុខក៏បានប្រជុំនៅថ្ងៃទី11 12 13 15ថ្ងៃ14ថ្ងៃអាទិត្យហើយគឺខ្មែរយើងគឺបានខំតាមពិតបានបញ្ជូនប្រតិភូជាន់ខ្ពស់ដឹកនាំដោយសម្ដេចសៀវទៅប្តឹងក្រមប្រឹក្សាសន្តិសុខផ្ទាល់តែម្ដងប្តឹងពីការឈ្លានពានរបស់កងទ័ពវៀតណាមដែលគោលដៅមានការប្រឆាំងនឹងវត្តមានរបស់ខ្មែរក្រហមក្នុងក្រមប្រឹក្សានោះបាទក៏ប៉ុន្តែដោយយោងតាមនីតិវិធីច្បាប់ទម្លាប់របស់អង្គការសហប្រជាជាតិគឺគេបន្តភាពស្របច្បាប់ណាអនុញ្ញាតឲ្យខ្មែរក្រហមនៅកាន់កាប់អាសនៈរបស់ខ្មែរនៅអង្គការសហប្រជាជាតិជាបន្តទៅបាទជាហូរទៅដល់យើងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយការដែលក្រុមប្រឹក្សាសន្តិសុខប្រជុំឬក៏ធ្វើការពិនិត្យនិងសម្រេចបណ្ដឹងរបស់កម្ពុជាជាធិបតេយ្យនោះយោងទៅលើការឈ្លានពានរបស់វៀតណាមហ្នឹងតើក្នុងការសម្រេចចិត្តរបស់គេនេះយ៉ាងម៉េចហើយគេមានលើកពីហេតុផលដែលនៅអំពើអក្រិតកម្មរបស់ខ្មែរក្រហមទៅលើប្រជារាស្ត្រឯងនិងហេតុការណ៍ព្រោះតាមយើងដឹងវៀតណាមគេយកហេតុការណ៍ពីរណាទី1គឺខ្មែរក្រហមបានចូលឈ្លានពានទៅក្នុងទឹកដីគេហើយកាប់សម្លាប់ប្រជាពលរដ្ឋគេអានេះគឺយកតាមខ្ញុំដឹងណាហើយរឿងទី2គឺរឿងការរបបនេះកាប់សម្លាប់ពលរដ្ឋព្រៃផ្សៃណាហេតុផលពីរតើក្នុងការសម្រេចរបស់ការសហប្រជាជាតិគេបានយកកត្តាទាំងនោះជាមូលដ្ឋានដែរឬយ៉ាងម៉េចខាងប្រទេសដែលគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យគេអត់ប្រកាសខ្លាំងលើការល្មើសសិទ្ធិនោះទេតែខាងអ្នកគ្រប់គ្រងវៀតណាមខ្លួនឯងអ្នកគ្រប់គ្រងគឺប្រទេសដែលជាសព្វនិមិត្តរបស់វៀតណាមកុម្មុយនីសនោះបាទគឺអាពាហ៍សូវៀតជាហ្នឹងអានេះគេលើកហើយគឺគេបន្តប្រអប់ដែលក្រមប្រឹក្សាហ្នឹងគឺមិនក៏ទទួលស្គាល់ប្រព័ន្ធរបស់រដ្ឋាភិបាលបលាយភូមិសាស្ត្រទៅបាទក៏ប៉ុន្តែនឹងគឺការចោទប្រកាន់ចឹងឡងទៅវិញមិនបាទឡងទៅវិញខ្ញុំចាំគឺប្រទេសអង់គ្លេស
បានលើកឡើងនៅបញ្ហាការរំលោភសិទ្ធិមនុស្សដោយរបបខ្មែរក្រហមណាហើយនៅប្រទេសទៀតក៏លើកដែរcontrol ដែរគឺនៅខែមីនាឆ្នាំ1978ម្ដង78ណាហើយគឺខែកញ្ញា78ម្ដងទៀតក្នុងឆ្នាំគេលើក2ដងទាំង2ដងនេះនៅខាងសូវៀតនិយាយខ្លីគេវេតូបាទព្រោះតែដល់អង្គការថាគេលើកចឹងទៅអង់គ្លេសគេលេងវិញមកកាលពីខ្ញុំលើកគឺបញ្ហាហ្នឹងអ្នកឯងវេតូដល់ឥឡូវអ្នកឯងលើកអាបញ្ហាដែលខ្ញុំលើកហ្នឹងស្វាយដែរយើងតែពិតគឺមានបញ្ហារំលោភដែលធម្មនុញ្ញអង្គការសហប្រជាជាតិដោយកងទ័ពវៀតណាមចូលឈ្លានពានតែប្រទេសកម្ពុជាគេនិយាយពីរឿងឈ្លានពានទាំងអស់ចាណាក៏ប៉ុន្តែខាងគ្រប់គ្រងខាងវៀតណាមហ្នឹងគឺគេនិយាយពីរបបប្រល័យពូជសាសន៍អីគេឥឡូវគេរំលាយអស់ហើយមានបដិវត្តន៍មិនអីចឹងទៅបាទក៏ប៉ុន្តែគូកត់សម្គាល់ហើយខ្ញុំអានបទអន្តរាគមរបស់សម្ដេចសៀនអានឹងភាសាដើមនិយាយពីពលលោកមានទូពេលនោះបាទគឺជាភាសាបារាំងបើអ្នកណាចេះភាសាបារាំងហើយក៏បកប្រែព្រាមនេះជាភាសាអង់គ្លេសដែរនោះគឺអានឹងយល់មកមើលទៅគាត់និយាយមានពោហាស័ព្ទដាក់មកគឺខ្ញុំថាខ្ញុំជក់មកមើលទៅណាนั่นคือខ្ញុំបកប្រែឲ្យគឺចងក្រងទុកជាឯកសារសម្រាប់ការសិក្សាស្រាវជ្រាវដែរគឺច្រើនថ្ងៃគេនៅនីតិវិធីគេគឺគេមានតែកត់ត្រាតាមដែលយើងនិយាយហ្នឹងគេយើងនិយាយមិនគេកត់ត្រាអញ្ចឹងដែរយកមកប្រគល់ឲ្យអ្នកនិយាយនេះដើរពិនិត្យមើលជាត្រឹមត្រូវមុនគេបោះពុះផ្សាយមួយគេបោះពុះផ្សាយតែតែជាបដាទៅប្រជុំដូចជារបាយការណ៍លំអិតចឹងទៅបាទចាដូចជាខ្មែរយើងគួរអានដែរដើម្បីឲ្យដឹងបាទតើគេដែលទស្សនៈដែលខាងអង្គការសហប្រជាជាតិក៏ដូចជាប្រទេសទៀតនេះគឺគេប្រកាន់យកការដែលច្បាប់អន្តរជាតិដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិឬមួយក៏គេយកខាងសិលធម៌បល័យពិសាអីណាបើនេះគេយកច្បាប់អន្តរជាតិជាធំដល់ថ្ងៃទីបញ្ចប់មានប្រទេសមួយចំនួនគេធ្វើតែព្រៀងសម្រាប់ចិត្តមួយដើម្បីសម្រាប់ប្រជុំអស់ហើយបាទតើវាត្រូវធ្វើយ៉ាងម៉េចណាបាទគេតាមខ្ញុំចាំវាជាទូទេខ្លីទេគឺតែមិនដល់មកទំព័រផងវាកន្លះទំព័រទេគេថាសូមឲ្យកងទ័ពបរទេសដកទ័ពថយចេញពីប្រទេសកម្ពុជាទៅបាទហើយគេអត់ដាក់ដែរកងទ័ពវៀតណាមទេគេទុកមុខឲ្យគេនិយាយទៅណាបាទក៏ប៉ុន្តែគឺសមាជិកក្រុមប្រឹក្សាសន្តិសុខមាន15សមាជិកបាទគឺប្រទេស15បាទមាន5ជាមហាអំណាចគេអចិន្ត្រៃយ៍ណាព្រោះតែ10ទៀតគេបោះឆ្នោត2ឆ្នាំម្ដងខ្ញុំដឹងទេបាទចាតែក្នុង15ហ្នឹងគឺ13ហ្នឹងគឺគ្រប់គ្រងហើយបាទក៏ប៉ុន្តែមាន2ដែលប្រឆាំងគឺសូវៀតហើយនិងជេកូស្លូវ៉ាគីបាទអានឹងប្រឆាំងបាទព្រោះតែសូវៀតគេមានអំណាចវេតូបាទដូចចេះសូម្បីតែមានភាគច្រើនបាទលើលំក៏ដោយក៏វាអត់បានកាយដែរព្រោះតែអញ្ចឹងទៅគេសម្រេចបំបិលរឿងហ្នឹងទៅឲ្យអង្គការមហាត្បូងដែរទៅ
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិជួយដោះស្រាយណាហើយមហាសន្និបាតនៃអង្គការសហប្រជាជាតិនៅចុងឆ្នាំម្ដងដែរបាទនេះនឹងគឺបញ្ហាខ្មែរហ្នឹងគឺហៅថាស្ថានភាពនៅប្រទេសកម្ពុជាហ្នឹងចំណងជើងនេះមានរហូតមួយឆ្នាំម្ដងហើយតែតែមានសេចក្តីសម្រេចចិត្តរហូតចឹងមកសូមឲ្យកងទ័ពបរទេសទៅដកទ័ពថយចេញពីប្រទេសហ្នឹងទុកឲ្យខ្មែរនេះមានស្វ័យភាពក្នុងការសម្រេចចិត្តដោយខ្លួនឯងទៅបាទនេះគឺគោលធំៗណាក៏ប៉ុន្តែនេះគឺខ្ញុំឡងដែលសន្និសីទអន្តរជាតិមួយតាម1982បាទតែពិតអគ្គលេខាធិការហ្នឹងបាទអង្គការសហប្រជាជាតិក៏ប្រជុំដែលសន្និសីទអន្តរជាតិនៅខ្មែរហ្នឹងបាទក៏ប៉ុន្តែខាងវៀតណាមហើយនិងប្រទេសជប៉ុនវៀតណាមរួមទាំងប្រទេសសូវៀតផងអត់ចូលរួមទេគេ boycott គឺបែបការបាទក៏ប៉ុន្តែគេបានធ្វើសេចក្តីសម្រេចមួយយ៉ាងវែងដែរតែត្រូវធ្វើម៉េចដើម្បីដោះស្រាយបញ្ចប់ការឈ្លានពានហ្នឹងបាទហើយបើប្រៀបធៀបសេចក្តីសម្រេចនឹងហើយនឹងគណៈអង្គការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសវាអត់ខុសគ្នាទេវាគ្រាន់តែគេកែគោលការណ៍នឹងឆ្នាំ82នេះបាទចា៎មានគោលការណ៍អានេះមិនសិនជាដែលយើងនឹងពុស្ដាអំពីប្រវត្តិហ្នឹងគឺប្រទេសកម្ពុជានៅដែលអង្គការសហជីវជាតិហ្នឹងគឺឃើញដែលកិច្ចប្រជុំហ្នឹងគឺមានជាបន្តបន្ទាប់មហាសន្និបាតរហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅបាទតែយើងអាចយល់ពីបញ្ហាការលើកទ័ពរបស់វៀតណាមចូលកម្ពុជានេះតើរឿងរ៉ាវផ្ទៃក្នុងរវាងពួកខ្មែរក្រហមនិងវៀតណាមនេះវាយ៉ាងម៉េចដែរបានដល់ថ្នាក់មានឈ្លានពានមកកម្ពុជាយើងដឹងហើយពួកខ្មែរក្រហមនេះគឺចាប់ផ្ដើមឡើងក៏វាការជួបប្រធានពីពួកហាណូយដែរមិនចឹងមិនបង្កើតជាបកវាហើយវារឿងរ៉ាវយ៉ាងម៉េចខ្លះបានរហូតដល់កើតជាសត្រូវនឹងគ្នាមនុស្សកម្ពុជាតាមដឹងមួយគឺតាមសូវៀតមួយគឺតាមចិនទីពីរគឺរឿងព្រំដែនហើយទី3ប្រហែលជាបញ្ហារឿងបើខ្ញុំមិនហ៊ានច្បាស់ទេគឺបែរដូចបងតូចបងធំយើងខាងមេដឹកនាំវៀតណាមគេដូចជាបងធំចឹងពួកគេមកជួយខ្មែរក្រហមពី3ឆ្នាំណាបាទតែដល់ឆ្នាំ73ហ្នឹងចាហើយគឺគេដែលមានទម្លាប់ចឹងគឺគេថាប្រទេសជិតខាងហ្នឹងស្ថិតតែដូចជារណបគេអញ្ចឹងបាទគឺទៀបជាងគេមានរណបព្រោះតែប្រហែលជាមេដឹកនាំខ្មែរក្រហមហ្នឹងគឺវាយស្មើជាមួយមេដឹកនាំអាហ្នឹងក៏អាចជាកត្តាមួយដែរបាទចា៎បាទក៏ប៉ុន្តែតាមខ្ញុំចាំដូចជាដេញឆាពីងទៅសិង្ហបុរីឆ្នាំ1978បាទក៏បានប្រាប់លីគួងយូនាយករដ្ឋមន្ត្រីសិង្ហបុរីថាវៀតណាមគ្រោងដែលឈ្លានពានប្រទេសកម្ពុជាហើយបាទដូច្នេះតាមចិនហ្នឹងគេថាមានគម្រោងហើយដល់អញ្ចឹងទៅវាអាចដូរដល់ទស្សនៈយើងពីអាស៊ីណារីយ៉ូមុនចូលនឹងតើគេបើកឲ្យយើងនេះចូលឈ្លានពានដោយស្រួលគឺក៏ដើម្បីយកគេប្រកាសហេតុផលដើម្បីយកលេសដើម្បីចូលឈ្លានពានក៏មិនដឹងថាយើង
មិនទាន់ខ្ញុំមិនជឿថាច្បាស់ទេតែព្រោះអត់មានហេតុការណ៍ជាក់ស្ដែងបាទក៏ប៉ុន្តែគេអាចយល់បានណាគេចំណាយទ័ពចំណាយសភាវុធហើយនឹងក៏ដែរទុនធានច្រើនដែរដើម្បីជួយខ្មែរក្រមគេប្រហែលជាចង់បានអីក៏ហើយបាទហើយក៏នឹងគឺវាមានដែរចិត្តតាមពិតទៅនិយាយពីរឿងខ្មែរទាស់មួយយួនហ្នឹងគេត្រូវនិយាយពីចិនហើយយួនមិនទៅត្រូវគ្នាទេមានទំនាស់ដែរចិនក៏មានទំនាស់ជាមួយសូវៀតគ្រប់គ្រងដែលវៀតណាមតែពិតវៀតណាមហ្នឹងគឺក្រោយបានឈ្នះហ្នឹងទី1បែរទៅរកដែលសូវៀតទៅដែលមានទំនាស់ជាមួយចិនពេលនោះហ្នឹងហើយទី2ហើយយើងមិនមើលរំលងកងទ័ពគេនេះជាកងទ័ពទី4នៅក្នុងវិភពជំនាន់នោះចុះសូវៀតមានប្រមាណមកគឺលើតែក្របបែកតែប្រមាណនោះហើយគឺអាណាដែលវាសើពេកទេវាចេះវាដាក់ចេះប្រើទៅហើយប្រហែលជាមិនសូវប្រសពទេខាងកប៉ាល់ហោះកប៉ាល់អីណាបាទមិនកប៉ាល់ហោះចម្បាំងហ្នឹងបាទប៉ុន្តែផ្សាយពីហ្នឹងគឺដីគោកនេះគឺច្បាប់គឺច្បាំងជាអាមេរិកណាយើងក៏មើលរំលងអញ្ចឹងបាទតែរឿងមួយដែលយើងនៅតែមិនយល់របបគណៈបករបស់ប៉ុលពតហ្នឹងគណៈបកប្រជាជនបដិវត្តកម្ពុជានេះវាមិនប្រកែកនៅហាណូយមិនចាឬក៏ថាជាគ្រឿងសម្ព័ន្ធភាពជាមួយហាណូយមិនចាហើយគណៈបកនេះបានទទួលជ័យជំនះឆ្នាំ1975លើរបបសេនាប្រមុខលន់ នល់ទៅគាត់ធ្វើសកម្មភាពកាប់សម្លាប់អីយើងទៅហើយដូចជាអត់មានតំណែងតំណងអីជាមួយវៀតណាមអីកើតជាបញ្ហាអីជាមួយវៀតណាមទៅហើយដល់ពេលវៀតណាមដកលើកទ័ពមកបណ្ដេញរបបប៉ុលពតនេះរបបដែលបន្តដឹកនាំប្រទេសនេះគេនៅទទួលស្គាល់គណៈបកនោះរហូតមកណាឬមួយខ្ញុំវាមិនយល់ថាឧទាហរណ៍ថាឥឡូវគណៈបកមួយនោះវាបានចេញមកពីប្រភពណាហើយបានមកគ្រប់គ្រងប្រទេសកម្ពុជាតែហាក់ដូចជាផ្ដាច់ខ្លួនចេញពីអានេះសម្ព័ន្ធមិត្តទៅចោះពីសម្ព័ន្ធមិត្តហាណូយទៅហើយបានធ្វើប្រទេសផ្ដាស់តែថាមានតែប្រទេសផ្ដាស់អាចធ្វើប្រឆាំងនឹងវៀតណាមប្រទេសអីហ្នឹងប៉ុន្តែដល់របបនេះរលំទៅអ្នកដែលបន្តគេបន្តរាប់តាំងរបបប៉ុលពតមកជាមួយគ្នាថាជាចរន្តនៃគណៈបកគេម្ដងតើវាមានប្រយោជន៍អីដែលគេធ្វើបែបមិនគួរឆ្ងល់ទេនៅស្រុកចិនណាមានដឹកនាំបដិវត្តមួយឈ្មោះសុនយ៉ាសេនណាគណៈបកខាងនិយាយថាមូលធនគូមីតាងណាតែមានជាកាជាមានដឹកនាំណាហើយនឹងគណៈបកកុម្មុយនីសចិនហ្នឹងមកស៊ីស្ទុំខ្លួនឯងជាមេដឹកនាំណាក៏នៅទទួលស្គាល់សុនយ៉ាថេនដែរបាទនៅគ្រប់យ៉ាងអាជីវកម្មនេះបន្តមកបន្តព្រោះគាត់ធ្វើបដិវត្តហើយបើគេមានការយោបាយខុសគ្នាក៏ប៉ុន្តែតាមខ្ញុំដឹងដូចជាឆ្នាំ1965ស្រុតសនេះគេទៅជួបម៉ៅស៊ីតុងមានតំណែងដែលចិននឹងគឺដូចជាចិត្តស្និទ្ធអីចិត្តស្និទ្ធបាទចេះហើយកាលហ្នឹងគឺមកយើងខ្ញុំចាំចិននឹងគឺគ្រប់គ្រងសម្បត្តិឪមកណាតែប៉ុន្តែនេះផលប្រយោជន៍គេហើយគេក៏ចាក់តងដែរអ្នកទៀតដែរ
ហ្នឹងគឺរឿងពុស្ដាខ្ញុំអត់ដឹងទេមិនក៏បែកបាក់គ្នាអីចឹងទៅយើងខ្ញុំអត់មានព័ត៌មានអីទេបាទក៏ប៉ុន្តែដូចជារឿងមួយទៅទេខ្ញុំចាំកាលខ្ញុំទៅស្ដាប់សក្ខីកម្មនៅតុលាការខ្មែរក្រហមសម្ដេចទៅត្រូវយាងមកសៀមរាបចាំមួយ73មួយបាទចិនគេថាគេជូនមកយ៉ាងផ្លូវហូជីមិញវៀតណាមថាអត់ទេគេជូនវិញតែទួយឯប៉ុន្តែមើលឃើញដែរផលប្រយោជន៍ឬដែរចាក់តាខុសគ្នាគេចង់បានដែរឥទ្ធិពលឬក៏មកដែរនៅក្នុងសម័យសង្គ្រាមហ្នឹងលោកយាងមកសៀមរាបមកព្រំទន្លេហើយបើតាប្រហោជីមិញនេះគេត្រួតត្រាខាងវៀតណាមគេប៉ាត់ខាងវៀតណាមនេះគេលេជូនដំណើរហ្នឹងហើយមកដល់ព្រំដែនយើងគេទៅឲ្យដែរក៏មាននៅខ្មែរក្រហមខៀវសុផនទៅហើយចាំតិចខ្ញុំចាំគេនិយាយនៅតុលាការខ្មែរក្រហមដូចជាក៏និយាយថាស្លុតសហ្នឹងពលពតហ្នឹងគេមកទៅគួសមសម្ដេចទៅបន្តិចទេហើយគេទៅទុកគាត់ជាពិសេសគឺតែជាសពនេះទទួលទុកធ្វើបាត់តែហើយហោមទៅហើយតែបែរទៅបាទគេថារវល់គេរវល់កោតដែរកសាងកងទ័ពអីហ្នឹងនេះពលពតហើយកុំឆ្ងល់ថាពលពតដាក់គុកណាសម្រាប់ទៅក្នុងវាំងគាត់ថាខ្ញុំបន្ថែមទេខ្ញុំចាំប៉ុន្តែមិនបានជាថាឲ្យទឹកស្រង់ទេពលពតបណ្ដោតគេទូសម្ដេចទៅថាសម្ដេចទៅដល់យុគសម័យមួយបដិវត្តហើយរំលឹកលោកនៅសង្គមផ្លាស់ប្ដូរហើយនេះចឹងហើយប៉ុន្តែក៏មានរៀនដែរតែមិនបានមិនចឹងអត់ណាស្គាល់ពលពតអត់ណាស្គាល់សឡុតសអីថាជំនាញដឹកនាំឯណាដល់ឈ្នះហើយបានចេញមុខថាពលពតជំនាញដឹកនាំទៅបាទក៏ប៉ុន្តែគេនិយាយគាត់មានតបច្រើនជាងគេណាមានកម្លាំងច្រើនជាងគេនឹងឈ្នះនេះតាមដឹងមានប្រយោជន៍អីទេអាការកាត់ទោសខ្មែរក្រហមកន្លងទៅវាអាចជាផលប្រយោជន៍អីសម្រាប់សង្គមខ្មែរទេខ្ញុំចាំក៏គេគឺផ្ដើមហ្នឹងខ្ញុំនោះមិនជាគ្រប់គ្រងប្រមាណទេខ្ញុំចង់ឲ្យមានការកាត់សេចក្តីនៅកន្លែងណាដែលវាមានឯករាជ្យមានការបំពេញសកម្មភាពការងារតុលាការហ្នឹងកុំឲ្យវាមានការគៀបសង្កត់កុំឲ្យវាមានឯករាជ្យភាពទាំងមូលណាប៉ុន្តែវាមានអ្នកមន្ត្រីបរទេសជាច្រើននោះរួមទាំងតំណាងអង្គការសហជីវជាតិសិទ្ធិមនុស្សមកជួបខ្ញុំច្រើនដងដើម្បីសុំឲ្យទទួលយកទៅការកាត់ទោសនេះវាអាចជួយទៅដល់ការកែតម្រង់វិស័យតុលាការនៅកម្ពុជាអីបើខ្ញុំថាដូចជាខ្ញុំមិនសង្ឃឹមទេបើទីបំផុតគេមើលទៅដូចជានៅតែអត់មានប្រយោជន៍ទេហើយវាយើងទុកលុយនឹងមកជួយជនរងគ្រោះរបបពលខ្មែរក្រហមវិញហើយវិញប្រហែលជាប្រសើរជាងបើមិនបានហើយខ្ញុំកោតការខ្ញុំនិយាយខ្លីទេខ្ញុំថាការខ្ញុំជំនឿថាតុលាការវាត្រូវតែមានការកាត់សេចក្តីដោយឯករាជ្យហើយការកាត់សេចក្តីដោយ compromise ដោយសម្របសម្រួលគ្នានោះវាអត់បានយុត្តិធម៌ទេវាត្រូវយកគោលការណ៍
មកកាត់សេចក្តីហើយការកាត់សេចក្តីគ្រាន់តែឲ្យពលរដ្ឋរំលឹកអំពីការជិះចាប់របស់ខ្លួននឹងឡើងវិញហើយទីបំផុតទៅពួកដែលបានប្រព្រឹត្តនឹងនៅតែរស់នៅអត់មានការទទួលខុសត្រូវនឹងទទួលបានទោសសមរម្យអានោះធ្វើឲ្យការជួយចាប់នោះវាធ្វើឡើងវិញណាពីដងខ្ញុំថាវាត្រូវទៅកាត់សេចក្តីកន្លែងណាឲ្យវាបើកចំហទូលំទូលាយឲ្យរោគយុត្តិធម៌ឃើញណាកុំឲ្យកាត់សេចក្តីខឹងរបៀបសម្របសម្រួលខ្ញុំប្រហែលជាមុនគេក្នុងចំណោមពលរដ្ឋខ្មែរដែលបានសរសេរទៅទស្សនាវដ្តីអន្តរជាតិមួយនៅឆ្នាំ1986យើងនឹងមើលទៀតសូមឲ្យគេជួយបង្កើតតុលាការបែបផែនតុលាការនៅរំបើកកាត់ទោសពួក Hitler បាទដូចគ្នាអញ្ចឹងបាទហើយតាំងពីនៅមកខ្ញុំជារហូតមកសេជាសាធារណៈទីដងដែរហើយពេលលោកខ្ញុំសរសេរទៅគឺដែលដឹកបង្កទៀតមានដឹកនាំអ្នកថ្នាក់ដឹកនាំខ្វាយខំម្នាក់គេចម្លឹងមើលមុខខ្ញុំស្អីកាត់ទោសអីកំពុងជាច្បាំងចឹងបែបចង់សម្លុតទៅតាំងពីសម័យសង្គ្រាមណាច្បាំងគ្នាតែខ្ញុំនៅតែតវ៉ារហូតមានមនុស្សសេចក្តីខ្លាំងតិចទៅមានបងម្នាក់អូបម្នាក់ខ្វាយខំសម្រាប់តែគិតមិនគិតមិនតែរោគយុត្តិធម៌អ្នកនៅរស់មានករណីកិច្ចរោគយុត្តិធម៌ឲ្យអ្នកស្លាប់ដូចជារឿងកែបល័យរបៀបនេះអត់បំភ្លេចបានវាមានតែស្គាល់គ្នាយើងមានករណីកិច្ចនឹងទីមួយយុត្តិធម៌តែមិនទេមុនការបង្កើតតុលាការនឹងមានបេសកកម្មអង្គការសហប្រជាជាតិមាន3រូបមកសាកសួរគ្នាយើងទាំងអស់ហ្នឹងរួមទាំងខ្ញុំផងរួចដល់កន្លែងមួយគេសួរខ្ញុំថាតើអ្នកណាត្រូវកាត់ទោសខ្លះខ្ញុំនិយាយបូកាអ្នកណាដែលបានកាប់សម្លាប់សហការក្នុងការកាប់សម្លាប់ដោយស្ម័គ្រចិត្តបើគេបង្ខំអានឹងរួចប្រធានបេសកកម្មនឹងគាត់ថាអូអញ្ចឹងមិនតែអស់ថវិកាសន្ធឹកសន្ធាប់ណាខ្ញុំនិយាយថាមើលនៅស្រុកឯងនៅស្រុកដែរខ្ញុំធ្លាប់នៅស្រុកដែរតើមួយឆ្នាំថវិកាសម្រាប់តុលាការនឹងប្រមាណដើម្បីយុត្តិធម៌ណាបាទហើយដើម្បីយុត្តិធម៌ជួនកាលគេច្បាំងគ្នាដើម្បីយុត្តិធម៌ហើយខ្ញុំអត់និយាយប្រាប់ពេកខ្ញុំនឹកដល់ដែរដូចជារឿងរៀមគេហើយមិនទៅលួចប្រពន្ធហ្នឹងច្បាំងគ្នាកើនដែរជប់ស្វាជប់ដល់មឡូងប់នឹងប្រមាណដើម្បីយុត្តិធម៌ដើម្បីយុត្តិធម៌មកយកប្រពន្ធអញទៅទេហ្នឹងដូចមានរឿងនៅអឺរ៉ុបទៀតក៏ចឹងដែរអាហ្នឹងគឺស្ដេចមួយមានមិត្តភក្តិក្មេងហើយមកដែលលេង
ណាហើយក៏លួចប្រពន្ធខ្លួនឯងនេះទៅសុំវិញទៅលើកជាប់ច្បាំង10ឆ្នាំដើម្បីឲ្យបានមួយហ្នឹងហើយយុទ្ធធម៌ខ្ញុំឲ្យតម្លៃដល់យុទ្ធធម៌ណារឿងមួយទៀតដែលច្រើនមើលរំលងរួមទាំងអ្នកច្បាប់ផងគឺអីគឺដែលរឿងរបៀបរបបនីតិវិធីកាត់ក្តីរបស់តុលាការគ្រាន់តែការរៀបចំដែលសាលសវនកម្មវិបអន្តរជាតិកៅអីរបស់ដែលជនជាប់ចោតនៅចិត្តកៅអីមេធាវីការពីព្រះអញ្ញាហើយនឹងដែលមេធាវីការពីជនជាប់ចោតអង្គុយស្មើគ្នាកលាមជីអង្គុយស្មើដែរមិននៅមុខក៏ដែរចៅក្រមបាល់ខួសຂະຫນາດអន្តរជាតិវាគួរធ្វើតាមហើយឥឡូវគឺបានធ្វើតាមបាទនេះជាការល្អដែរយើងមើលឃើញថាហ្នឹងអាការរៀបចំមានន័យទេបាទខ្ញុំថាមានន័យរៀបចំដូចបារាំងពីដើមនោះអាក្លាមជីក៏ខ្ពស់ហើយនេះគឺជនជាប់ចោតនេះទៅទៀបមិនដូចសម្រុតគ្នាចឹងណាហើយដាក់សម្ពាធលើគ្នាដែរអត់ទេមុនគេកាត់សម្រាប់ទូនឹងគេឲ្យនៅដែរស្មើថាមានការពារគេដែរតែចិត្តគ្នាដើម្បីប្រគល់គ្នាយីនៅរឿងនីតិវិធីបន្តិចទេរឿងអីទៀតរឿងដែលរដែលផុសតាងគុណភាពនៃផុសតាងអាហ្នឹងក៏ហើយបើយើងចេះហើយអ្នកចេះទៅទៀតកំណប់នៃឯកសារស្ដីពីខ្មែរក្រហមឬក៏ប្រវត្តិសាស្ត្របាយជំនាន់ហ្នឹងថឹកណាស់ប៉ុន្តែយើងអត់ឲ្យតម្លៃប្រសិនជានៅស្រុកយើងនេះមានអ្នកនិពន្ធ13គេទៅសិក្សាតាពីសរសេរអត់ហៅប្រឡោមរូបប្រវត្តិសាស្ត្របានយ៉ាងល្អហើយខ្ញុំចេះសួរគេតើនៅពេលលំបាកបំផុតនឹងតើខ្មែរយើងចេះជួយគ្នាសំខាន់ណាស់នោះមានទេខ្ញុំដឹងថាមាននៅតុលាការបែបហោមទៀតយ៉ាងម៉េចមេសហគមន៍មួយគាត់ជាសាស្ត្រីគេហៅទៅជាសាស្ត្រីគាត់សហគមន៍គាត់គ្មាននរណាហូបបបរទេបាយទាំងអស់ធ្វើម៉េចអង្គការទីមទីទិន្នន័យស្រូវធ្វើបានប្រហែលអញធ្វើបាន100បាវអញប្រាប់តែ70ហើយយកពាក់កណ្ដាលអញនៅជាពាក់កណ្ដាលនេះអាហ្នឹងវីរភាពរបស់មនុស្សហ្នឹងខ្មែរណាដើម្បីជួយគេជួយกันផងដែរប៉ុន្តែវាមកគេឃើញមិនងាប់ក៏ជំនាន់នេះអត់មានអីក្រៅពីងាប់ខ្ញុំស្គាល់មើលដល់ខ្ញុំហ្នឹងមកតែចឹងហ្នឹងគេគូបញ្ចូលក្នុងប្រឡោមលោកដល់វត្តសាស្ត្រតែវាមានតិចពេកតែតិចក្រោយយកបណ្ដោះបណ្ដាលពីនឹងទៅអញ្ចឹងតាជាឧទាហរណ៍ពីនឹងអញ្ចឹងតាខ្ញុំថាពួកហ្នឹងគឺខ្ញុំថាអូ the wealth of
material សម្រាប់ history ឬក៏ novel ទៅយ៉ាងទៅនៅសុខគេអញ្ចឹងតាដល់ប្រឡោមលោកខ្លះគេឆ្លងកាត់អាចចឹងហើយគេសរសេរហ្នឹងគឺថាគេថាសរសេរអំពី humanity មនុស្សជាតិឬមនុស្សធម៌អញ្ចឹងទៅណា humanity នេះព្រោះហ្នឹងតែល្បីហើយប្រហែលជាដែលរង្វាន់ Nobel ខាងប្រឡោមលោកនោះប្រហែលជាគេយកការសេបែបអញ្ចឹងណាដែលជាកត្តាមួយធំដែរដើម្បីវាតម្លៃបាទខ្ញុំថាមិនអត់យកទេហើយគឺដែលទំពី300លាននេះខ្ញុំថាបើប្រៀបធៀបតែថវិកានៅប្រទេសគេសម្រាប់តុលាការដែរគេថាបាទយើងនៅរឿងធំប៉ុន្តែយើងទេតែអត់មានដំណើរការនឹងគឺដែលឲ្យស្រួលរលូននឹងគឺយើងទេវាដូចជារឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះខ្មែរក្រហមទេខ្មែរយើងទេដែលជាឧបសគ្គឲ្យគេធ្វើយ៉ាងម៉េចគេអត់មានអំណាចអីទៅច្បាំងទៅអីទេគេណារួចវាគេផ្អែកប្តីព្រួទៅលើការព្រមព្រៀងកិច្ចព្រមព្រៀងជាមួយគ្នាមកគេក្បត់អាកិច្ចព្រមព្រៀងអាហ្នឹងគឺឲ្យគេធ្វើយ៉ាងម៉េចនេះកុំបន្ទោសគេបាទខ្ញុំថាចំណាយប៉ុណ្ណឹងគឺអត់ទេបាទអូខេអរគុណលោកដិនអរគុណចាំពេលឡើងជជែកគ្នាទៀត